ថៃប្រកាសអាសន្នបន្ទាន់ទឹកចំនួនកំទេចផ្លូវស្ពានផ្ទះសម័យស្លាប់មនុស្សនិងប៉ះពាល់ពលរដ្ឋជាង 16,000 នាក់គ្រោះធម្មជាតិដ៏កាចសាហាវនៅភាគខាងជើងប្រទេសថៃកំពុងឈានដល់កម្រិតធ្ងន់ធ្ងរបំផុតហើយដោយខេត្តណានប្រទេសថៃកំពុងរងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរទៅហើយក៏មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ផងដែរតាមការផ្សាយរបស់កាសែត Amarin TV របស់ថៃគិតត្រឹមថ្ងៃទី20 ខែសីហាឆ្នាំ 2026 នេះមនុស្សចំនួន 2 នាក់ត្រូវបានបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់និងបំណាក់ដីដែលវាយប្រហារធ្ងន់ធ្ងរក្រៅពីមនុស្សស្លាប់ទឹកហូរបោកខ្លាំងដោយបាក់ទំនប់ក៏បានកាត់ផ្ដាច់ផ្លូវធ្វើចរាចរណ៍បំបាក់ស្ពានកំទេចផ្ទះសម្បែងបង្កផលប៉ះពាល់ដល់ពលរដ្ឋថៃចំនួន 16,000 នាក់ផងដែរដោយសារតែសភាពការធ្ងន់ធ្ងរអាជ្ញាធរថៃបានប្រកាសអាសន្ននិងចេញការព្រមានពណ៌ក្រហមប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្នព្រមទាំងត្រៀមជំនះខ្លួនទៀតផងជុំវិញរឿងនេះបានធ្វើឲ្យនាយករដ្ឋមន្ត្រីថៃអនុទានកំពុងល្វីងមុខខ្លាំងនិងបានចេញបញ្ជាបន្ទាន់ឲ្យដាក់ពង្រាយកម្លាំងប៉ូលីសទាហានព្រមទាំងកងសង្គ្រោះឲ្យឈរជើង 24 ម៉ោងលើ 24 ម៉ោងដើម្បីត្រៀមទប់ទល់នឹងគ្រោះមហន្តរាយដ៏កាចសាហាវនេះ